កូនខ្ញុំហើយហេតុអីក៏រពឹសម្លេះវិលមុខរាល់ថ្ងៃនេះគឺជាអារម្មណ៍របស់ឪពុកម្ដាយដែលមានកូនរពឹសប៉ុន្តែកុំច្រឡំរវាងពាក្យថារពឹសនិងពាក្យថារឹងរូសរពឹសគឺជាសកម្មធ្វើនេះធ្វើនោះដោយនៅមិនស្ងៀមប៉ុន្តែបើរឹងរូសវិញគឺជាការរឹងក្បាលហើយនិយាយមិនស្ដាប់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីក្មេងរពឹសតោះទៅស្វែងយល់ទាំងអស់គ្នារពឹសគឺជាអត្តចរិតពីកំណើតរបស់មនុស្សក្មេងខ្លះមានប្រព័ន្ធប្រសាទរស់រវើកហើយនឹងមានធម៌ពលខ្លាំងពីធម្មជាតិដែលធ្វើឲ្យពួកគេធ្វើនេះធ្វើនោះនៅមិនស្ងៀមប៉ុន្តែវាបញ្ជាក់អំពីភាពឆ្លាតនិងមានសុខភាពល្អរបស់ក្មេងផ្ទុយទៅវិញភាពតានតឹងនៅក្នុងក្រុមគ្រួសារក៏កើតមានឡើងឪពុកម្ដាយខ្លះហត់ពេកក៏បង្ខំឲ្យកូនធ្វើនេះធ្វើនោះតាមតែចិត្តរបស់គាត់គេបង្ខំអ្នកតើអ្នកសប្បាយចិត្តទេអ្នកបង្ខំគេក៏គេមិនសប្បាយចិត្តដែរភាពរពឹសរបស់កូនគឺជារសជាតិនៃសុភមង្គលគ្រួសារប៉ុន្តែប្រសិនបើកូនរពឹសជ្រុលពេកគឺនឹងធ្វើឲ្យឪពុកម្ដាយមានក្តីបារម្ភខ្លាចកូនជួបគ្រោះថ្នាក់ដោយប្រការណាមួយនៅពេលដែលពួកគាត់ធ្វេសប្រហែសតែមួយផ្លែតខ្ញុំសូមចែករំលែកនៅគន្លឹះ5ជូនដល់ឪពុកម្ដាយទាំងអស់គន្លឹះទី1ដើម្បីសេចក្តីសុខនិងសុភមង្គលរយៈពេលវែងឪពុកម្ដាយហាមដាច់ខាតក្នុងការប្រើកម្លាំងបាយទាញកញ្ឆក់កូនដោយប្រការណាមួយដែលអាចធ្វើឲ្យឪពុកម្ដាយមានវិប្បដិសារីអស់មួយជីវិតគន្លឹះទី2ឪពុកម្ដាយត្រូវចំណាយពេលវេលាឲ្យបានពេញលេញជារៀងរាល់ថ្ងៃដើម្បីលេងជាមួយកូនដោយមិនប៉ះទូរស័ព្ទឬមិនរវល់នឹងការងារផ្សេងៗនោះទេហើយត្រូវប្រើប្រាស់សិល្បៈសរសើរលួងលោមនិងលើកទឹកចិត្តនៅពេលដែលឃើញកូនធ្វើអ្វីមួយបានល្អដែលធ្វើឲ្យគេមានកម្លាំងចិត្តនៅក្នុងការធ្វើល្អតទៅទៀតប៉ុន្តែហាមដាច់ខាតនៅក្នុងការប្រើកំហឹងសម្លុតដែលធ្វើឲ្យកូនបាក់ស្បាតហើយនឹងមិនហ៊ានធ្វើអ្វីមួយគន្លឹះទី3សាកល្បងកំណត់ព្រំដែនកុមារតែងតែចង់ដឹងថាគេអាចធ្វើអ្វីបានហើយនឹងរងចាំមើលប្រតិកម្មពីមនុស្សធំបើសិនជាយើងមិនហាមគេនៅតែបន្តធ្វើតែបើយើងហាមគេនឹងបដូរទៅធ្វើនៅកន្លែងផ្សេងទៀតដូច្នេះឪពុកម្ដាយគួរតែកំណត់ព្រំដែនច្បាស់លាស់ទាំងទីកន្លែងនិងទំហំសកម្មភាពដែលកូនត្រូវលេងឧទាហរណ៍ឪពុកម្ដាយអាចណែនាំកូនឲ្យឡើងទៅលើកៅអីទាបប៉ុន្តែមិនឲ្យឡើងទៅលើតុធំនោះទេពីព្រោះពួកគេនៅតូចពេកអាចបង្កឲ្យមានគ្រោះថ្នាក់គន្លឹះទី4ឪពុកម្ដាយអាចធ្វើជាមិនដឹងមិនឮមិនឃើញខ្លះទៅនៅពេលដែលកូនរពឹសប៉ុន្តែត្រូវគ្រប់គ្រងស្ថានភាពឲ្យបានជាប្រចាំឪពុកម្ដាយនៅក្នុងសិភៅកំណត់សុភមង្គលគ្រួសារបានចែករំលែកថានៅពេលដែលកូនយំទុកឲ្យយំឲ្យអស់ចិត្តទៅនៅពេលដែលឈប់យំចាំយើងជជែកគ្នានៅពេលដែលក្មេងដឹងថាការយំមិនអាចទាក់ទាញការចាប់អារម្មណ៍និងចង់ធ្វើអ្វីតាមចិត្តពួកគេនឹងបញ្ឈប់ទង្វើនេះនៅពេលក្រោយគន្លឹះទី5តាមជួយកូនឲ្យចេះដោះស្រាយបញ្ហាឪពុកម្ដាយខ្លះឃើញកូនរពឹសឡើងបង្អួចគាត់ស្ទុះទៅកញ្ឆក់ហើយវាយកូនខណៈឪពុកម្ដាយខ្លះគាត់ស្ទុះទៅជួយបញ្យល់កូនពីរបៀបឡើងចុះបង្អួចប្រកបដោយសុវត្ថិភាពប៉ុន្តែត្រូវជៀសវាងការស្ដីបន្ទោសឲ្យកូនថាកុំឡើងបង្អួចទៀតថ្ងៃក្រោយប្រយ័ត្នធ្លាក់បាក់ដៃបាក់ជើងឯងខូចណាស់ឯងរពឹសណាស់ឯងមិនល្អទេការនេះនឹងធ្វើឲ្យកូនបាក់ទឹកចិត្តហើយមិនមានស្មារតីធ្វើអ្វីតទៅថ្ងៃមុខសរុបមកការអប់រំកូនដូចជាការដាំដើមឈើมันអាចផ្លាស់ប្ដូរលទ្ធផលក្នុងរយៈពេលមួយថ្ងៃបានទេនៅក្នុងស្ថានភាពនេះសុភមង្គលគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ឪពុកម្ដាយ